នៅក្នុងមេរៀននេះខ្ញុំបាននឹងលើកមកបង្ហាញដល់អ្នកនរគ្នាអំពីរបៀបនៃការប្រើប្រាស់ font នៅក្នុង Microsoft Word 2010 បាទនៅក្នុង Microsoft Word 2010នៅពេលដែលលោកអ្នកចូលមកក្នុងឯកសារលោកអ្នកភ្លាមលោកអ្នកនឹងឃើញនៅក្នុងចំណុច Home នេះគឺមានត្រង់ចំណុចនេះគឺជា font ដែលលោកអ្នកអាចប្រើប្រាស់បានខ្ញុំនឹងបញ្យល់លម្អិតអំពីការប្រើប្រាស់ font នេះតែជាដំបូងខ្ញុំចង់បង្ហាញថាតើនៅក្នុង font នេះមានអ្វីខ្លះសិនបាទជាដំបូងនេះគឺជាប្រភេទ font បានន័យថា font ដែលលោកអ្នកអាចប្រើប្រាស់បានអាចបដូរទៅតាមប្រភេទណាមួយដែលលោកអ្នកចង់បដូរទៅមានជា font ផ្សេងៗដូចជា Real Time New Roman Khmer OS New Light ជាដើមគោលគឺរាល់ font ដែលលោកអ្នកបាន install នៅក្នុងកុំព្យូទ័ររបស់លោកអ្នកបន្តមកទៀតគឺជាចំណុច font style គឺជាទំហំ font ដែលលោកអ្នកអាចផ្លាស់ប្ដូរ font បានពីទំហំមួយទៅទំហំមួយហើយមានទំហំផ្សេងៗនៅក្នុងនេះឬមួយក៏លោកអ្នកអាចវាយបញ្ចូលនៅទំហំ font នៅក្នុងនេះផ្ទាល់តែម្ដងចំពោះលេខដែលមិនមាននៅក្នុងនេះបាទបន្តមកទៀតគឺជាការដំឡើង font ពីទំហំតូចទៅទំហំធំហើយបន្តមកទៀតគឺការបង្រួម font ពីទំហំធំមកទំហំតូចហើយបន្តមកទៀតនេះគឺជាការផ្លាស់ប្ដូរប្រភេទ font ជា font sentence មិនអាចជាប្រយោគទៅជា font អក្សរតូចទាំងអស់ឬក៏ font អក្សរធំទាំងអស់ឬក៏ font អក្សរធំរាល់ដើមពាក្យឬក៏ font អក្សរតូចពីមុខហើយអក្សរធំបន្ទាប់ដូចមានបង្ហាញនៅក្នុងនេះស្រាប់ហើយនៅត្រង់នេះគឺជាការលុប format ចេញបន្ទាប់មកមាន bold បែរថាធ្វើអក្សរដិតជាងមុនហើយ italic គឺធ្វើអក្សរ straight underline គឺគូសបន្ទាត់ពីក្រោមអក្សរ strike through គឺជាគូសបន្ទាត់ចំកណ្ដាលហើយ subscript នេះគឺបានន័យថាប្រើអក្សរនៅខាងក្រោមហើយ superscript នេះគឺជាការប្រើអក្សរនៅខាងលើហើយនៅក្នុង text effect នេះគឺជាការតុបតែងអក្សរឲ្យមានរាងស្អាតហើយនៅក្នុងនេះគឺជា text highlight color គឺជាអ្វីដែលលោកអ្នកអាច highlight នៅពាក្យណាមួយបន្ទាប់មកគឺពណ៌របស់ font ដែលលោកអ្នកចង់ប្រើបាទខ្ញុំនឹងបង្ហាញនៅជម្រើសមួយនេះក្នុងការផ្លាស់ប្ដូរ font នៅក្នុងករណីនេះគឺមាន font Arial ដែលមានទ្រង់ទ្រាយបែបនេះនេះគឺនៅក្នុង font Arial ទំហំ14ដូច្នេះលោកអ្នកអាចកែប្រែទៅជា font ផ្សេងបានឧទាហរណ៍ថាកែប្រែទៅ font Time New Roman zoom ចុចត្រង់នេះហើយជ្រើសរើសរកពាក្យ Time New Roman នោះ font នឹងដូរទៅជា Time New Roman វិញបន្តមកទៀតលោកអ្នកចង់បានទំហំ font នេះធំជាងមុនសូមចុចនៅត្រង់នេះហើយជ្រើសរើសទំហំឲ្យធំជាងមុនបន្តមកទៀតនេះលោកអ្នកចង់ឲ្យ font នេះបានន័យថាធំជាងនេះបន្ថែមទៀតលោកអ្នកអាចសេរីបាននៅត្រង់នេះចុចអក្សរ A នៅត្រង់នេះនោះទំហំ font នឹងធំឡើងតាមអ្វីដែលលោកអ្នកចង់បានហើយជាបន្តទៅទៀតនេះប្រសិនបើលោកអ្នកចង់ឲ្យ font នេះតូចវិញលោកអ្នកអាចចុចនៅត្រង់ចំណុចមួយនេះនោះ font នឹងតូចទៅតាមអ្វីដែលលោកអ្នកចង់បាននៅកម្រិតទំហំ font ណាមួយជាបន្តទៅទៀតនេះខ្ញុំបាទនឹងបង្ហាញលោកអ្នកអំពីការផ្លាស់ប្ដូរ case របស់អក្សរតែម្ដងតើតើទៅនឹងឧទាហរណ៍នេះខ្ញុំបាទសូមលើកយកនៅក្នុងចំណុចទី1នេះគឺមានពាក្យថា Time New Roman សូម select ទាំងអស់បន្ទាប់មកលោកអ្នកជ្រើសរើសនៅត្រង់កន្លែង change case គឺជាកន្លែងផ្លាស់ប្ដូរទ្រង់ទ្រាយអក្សរនៅក្នុងប្រយោគដូច្នេះនៅក្នុងករណីនេះខ្ញុំចង់ឲ្យអក្សរនេះគឺជាអក្សរធំទាំងអស់សូមជ្រើសរើសយក upper case នោះអក្សរនឹងចេញជាអក្សរធំទាំងអស់បន្តមកខ្ញុំចង់ឲ្យអក្សរនឹងទៅជាអក្សរតូចទាំងអស់ lower case បន្តមកទៀតខ្ញុំចង់ឲ្យអក្សរនឹងទៅជាអក្សរធំនៅដើមពាក្យមួយ capitalize each word បន្តមកទៀតខ្ញុំចង់បដូរវាទៅជាអក្សរតូចពីមុខបែបនេះបន្តមកទៀតខ្ញុំចង់បដូរវាទៅជាប្រភេទប្រយោគបានន័យថាអក្សរធំនៅមុខមួយហើយក្រៅពីហ្នឹងគឺអក្សរតូចទាំងអស់ជាប្រភេទប្រយោគបាទនេះគឺជាការផ្លាស់ប្ដូរនៅប្រភេទពាក្យដែលយើងបានសរសេរនៅក្នុងប្រយោគនីមួយៗតាមដែលយើងត្រូវការជួនកាលយើងត្រូវការពាក្យនេះជាអក្សរធំទាំងអស់យើងអាច select ហើយជ្រើសរើសយកធំទាំងអស់បាទ
ជាបន្តទៀតនេះគឺតើតើទៅនឹងការប្រើ bold នេះគឺធ្វើឲ្យអក្សរដិតជាងមុនឧទាហរណ៍ថានៅក្នុងនេះខ្ញុំចង់ឲ្យអ្នកអានចាប់អារម្មណ៍លើពាក្យថាខ្មែរ Unicode នេះខ្ញុំ select លើពាក្យហ្នឹងហើយចុចលើពាក្យ bold នោះខ្មែរ Unicode នឹងចេញជាដិតជាងមុនហើយខ្ញុំចង់ឲ្យអ្នកអានផ្ដោតការចាប់អារម្មណ៍លើពាក្យនេះថែមទៀតដោយចង់ឲ្យវា trade សូមចុចត្រង់នេះហើយចុចអក្សរ I នៅត្រង់នេះបាទ italic ក៏បានឬក៏ចុចនៅនេះក៏បានដែរនោះអក្សរនឹងប្រែទៅជា trade វិញហើយខ្ញុំចង់ឲ្យមានបន្ទាត់គូពីក្រោមអាចចុចត្រង់នេះហើយនៅក្នុង Microsoft Word 2010គឺមានភាពងាយស្រួលមែនតើលោកអ្នកអាចជ្រើសរើសបន្ទាត់ប្រភេទផ្សេងដោយចុចលើសញ្ញាព្រួយនេះហើយជ្រើសរើសនៅប្រភេទបន្ទាត់ដែលមានផ្សេងនៅត្រង់នេះឧទាហរណ៍ថាលោកអ្នកចង់ប្រើបន្ទាត់ចុចបែបនេះឬមួយក៏បន្ទាត់គូសពីរជាន់ឬក៏បន្ទាត់ណាមួយដែលលោកអ្នកឃើញនៅត្រង់នេះឬក៏លោកអ្នកអាចជ្រើសរើសបន្ថែមទៀតនៅត្រង់ចំណុចនេះបាទជាបន្តទៅទៀតនេះខ្ញុំចង់ប្រើបាននេះគូសកដាលទៅលើអក្សរឧទាហរណ៍អញ្ចឹងខ្ញុំសង់គូសអក្សរនេះចេញ select លើវាហើយចុច strike through បាទនេះជាការស្រេចហើយមានភាពងាយស្រួលមែនទែននៅក្នុង Microsoft Word 2010ជាបន្តទៅទៀតនេះខ្ញុំនឹងបង្ហាញអំពីការប្រើប្រាស់អក្សរនៅខាងក្រោមនេះហើយនិងអក្សរនៅខាងលើបាទជាធម្មតាឧទាហរណ៍ថាលោកអ្នកសរសេរនៅពាក្យជាពិសេសនៅក្នុងគណិតវិទ្យាឧទាហរណ៍3ម៉ែត្រការ៉េលោកអ្នកចង់ឲ្យលេខ2នេះទៅលើអញ្ចឹងសូម select លើលេខ2បន្ទាប់មកជ្រើសរើសយកខាងលើនេះនោះលោកអ្នកនឹងបានលេខ2នៅខាងលើហើយប្រសិនបើលោកអ្នកចង់ប្រើជាអក្សរនៅខាងក្រោមវិញឧទាហរណ៍ថាផ្ទះលេខហើយលោកអ្នកចង់ឲ្យលេខ0នេះទៅខាងក្រោមសូម select លើវាហើយចុចលើលេខអក្សរ x ហើយមានលេខ2នៅក្រោមនេះនោះលេខ0ដែលនៅខាងនេះគឺនឹងចុះទៅក្រោមបាទនេះជារបៀបនៃការប្រើប្រាស់អក្សរនៅខាងក្រោមហើយនិងនៅខាងលើចំពោះការប្រើប្រាស់នៅត្រង់ចំណុច text effect នេះគឺជាអ្វីដែលលោកអ្នកអាចតុបតែងបានឧទាហរណ៍ថាចំណងជើងលោកអ្នកណាមួយដែលគួរឲ្យចាប់អារម្មណ៍ឧទាហរណ៍ថា Cam Sastra នេះលោកអ្នកចង់ឲ្យ style វាស្អាតសូម select លើពាក្យនោះហើយជ្រើសរើសនៅត្រង់ចំណុចនេះចុចសញ្ញាព្រួយយ៉ាងតូចនៅក្នុងនេះនោះលោកអ្នកនឹងឃើញប្រភេទអក្សរដែលលោកអ្នកអាចជ្រើសរើសបានជាការតុបតែងផ្សេងដែលលោកអ្នកចង់បានហើយលោកអ្នកអាចដាក់ម៉ៅលើពាក្យនោះខាងក្រោមនេះនឹងធ្វើការប្រែប្រួលទៅតាមប្រភេទអក្សរដែលលោកអ្នកបានដាក់លើបាទនេះគឺជាការតុបតែងមួយហើយលោកអ្នកក៏អាចប្រើជា reflection ដែលថាអាចឲ្យវាឆ្លោះទៅខាងក្រោមសូមមើលការប្រែប្រួលភ្លាមនៅក្នុង Microsoft Word 2010នឹងបង្ហាញឲ្យឃើញភ្លាមតែម្ដងហើយអាចដាក់ជាស្រមោលផ្សេងក្រៅពីនោះក៏ប្រើ globe បានដែរបើថាអក្សរមានចេញនៅទ្រង់ទ្រាយបែបនេះបាទនេះគឺជាការតុបតែងមួយនៅក្នុង Microsoft Word 2010ហើយមានភាពងាយស្រួលមែនតើហើយនឹងមានភាពស្រស់ស្អាតថែមទៀតផងបាទបន្ទាប់ពីចំណុចនេះខ្ញុំនឹងបង្ហាញអំពីការប្រើប្រាស់ highlight វិញម្ដងឧទាហរណ៍ថាលោកអ្នកចង់ highlight លើពាក្យ Cam Sastra នេះ select លើពាក្យនោះបន្ទាប់មកចុច highlight នោះនឹងចេញ highlight ដូចជាការកត់សម្គាល់ណាមួយដែលលោកអ្នកចង់កត់សម្គាល់នៅក្នុងឯកសាររបស់លោកអ្នកហើយក្រៅពីនោះលោកអ្នកក៏អាចបដូរពណ៌ font បានដែរនៅក្នុងនេះគឺ font ពណ៌ខ្មៅលោកអ្នកចង់បដូរទៅជាពណ៌ផ្សេងពណ៌ក្រហមឬក៏ពណ៌ខៀវជាដើមលោកអ្នកអាចចុចសញ្ញាព្រួយនៅត្រង់នេះហើយជ្រើសរើស font ដែលលោកអ្នកចង់ដាក់ពណ៌ទៅតាមអ្វីដែលលោកអ្នកចង់បានឧទាហរណ៍ថាចង់បានជាពណ៌ក្រហមចុចលើពណ៌ក្រហមនោះ font នឹងបដូរទៅជាពណ៌ក្រហមហើយលោកអ្នកអាចបដូរទៅតាមប្រភេទពណ៌ណាមួយដែលលោកអ្នកត្រូវការដោយ select លើវាហើយចុចនៅត្រង់នេះក៏បានដែរហើយជ្រើសរើស font ដែលលោកអ្នកចង់ដាក់ពណ៌នេះចង់ដាក់ពណ៌អ្វីក៏បានតែមាននៅនេះស្រាប់បាទតែពេលនេះខ្ញុំបាទដល់ទីបញ្ចប់ហើយតើតើទៅនឹងមេរៀននៃការប្រើប្រាស់ font នៅក្នុង Microsoft Word 2010បាទខ្ញុំបាទសូមអរគុណចំពោះការតាមដានសិក្សាទាំងអស់គ្នាហើយសូមជម្រាបលា